ហេតុអីបានប្តីឈប់ធ្វើអ្វីដែលគាត់ធ្វើដាក់យើងពេលដែលស្រឡាញ់គ្នាដំបូងពេលដែលរៀបការជាមួយគ្នាដំបូងប្រពន្ធទាំងឡាយអញ្ចឹងកន្លែងមួយចំនួនចំណុចមួយចំនួនហើយទម្លាប់មួយចំនួនភាសាមួយចំនួនដែលយើងអត់ដឹងខ្លួនចាយើងនិយាយទៅកាន់ប្តីឬក៏យើងធ្វើទៅកាន់ប្តីឬក៏អារម្មណ៍ដែលយើងបញ្ជូនឲ្យប្តីហ្នឹងអាហ្នឹងបន្តិចដែលយើងគិតថាវាអត់អីចាគឺជាការបញ្ឈប់អាទង្វើល្អខ្ជូតស្រឡាញ់បែបដែលប្តីធ្លាប់ធ្វើ sweet ផ្អែមពីដំបូងហ្នឹងអស់ហើយលីងតែម្ដងមុនគេដែលខ្ញុំចង់រំលឹកមុនគេហ្នឹងគឺការប្រើភាសាឆ្លើយបកត្រឡប់ទៅប្តីបែបមើងងាយចាយើងនិយាយចំអញ្ចឹងហ្មងណាបែបមើងងាយបែបឌឺដងហ្នឹងមិនមែនឌឺបែបខ្ជូតទេណាប៉ុន្តែគឺឌឺបែបមើងងាយហ្មងចានិយាយខ្លីថាគាត់សួរអីមួយមកយើងឆ្លើយទៅវិញថាចំណាស់ហ្នឹងហ่าអត់ដឹងទេលក្ខណៈអញ្ចឹងណាចាកាលពីនៅជាសង្សារនឹងគ្នាប្តីសួរអីចឹងយើងបញ្យល់យើងអត់ធ្មត់យើងរៀបរាប់អីហ្មងតែដល់ពេលការមួយគ្នាមកស្បក់ចឹងទៅលក្ខណៈថាចាប់ជើងបោកហ្មងណាថ្ងៃគាត់សួរថាបងស្លៀកឈុតនឹងស្អាតអត់មានអីចាលក្ខណៈអញ្ចឹងណាហើយដៃចុចទូរស័ព្ទចឹងទៅកាន់ទូរស័ព្ទអត់ភ្នែកអត់ងាកចេញពីទូរស័ព្ទទេប្តីចង់ស្លៀកអីក៏ស្លៀកទៅអត់ខ្វល់ចឹងណាចាហើយដល់ពេលភាសាមួយចំនួនទៀតព្រោះមនុស្សប្រុសចាប្តីមួយចំនួនខ្ញុំនិយាយចឹងគាត់នៅតែចង់បានការលួងលោមលើកទឹកចិត្តពីមនុស្សស្រីដែលគាត់ស្រឡាញ់ចាទោះបីជារៀបការប្រហែលឆ្នាំហើយក៏ដោយបងប្អូនទាំងអស់គ្នាអញ្ចឹងពេលខ្លះគាត់ល្អលក្ខណៈថាគាត់ធ្ងោទាមទារការចាប់អារម្មណ៍ណាម្ដងមកកាលវាមិនមែនជាប្រចាំទេពេលដែលគាត់មានអារម្មណ៍ថាគាត់ចង់បានពាក្យទៅសារលួងលោមការលើកទឹកចិត្តពីប្រពន្ធណាគាត់លក្ខណៈថាគាត់ល្អថាគាត់ហត់គាត់ល្អថាគាត់ឈឺគាត់លក្ខណៈថានិយាយល្អចុះល្អឡើងឲ្យយើងចង់បានការយល់ចិត្តពីយើងចង់ឲ្យយើងមើលគាត់ចង់ឲ្យគាត់លួងចង់ឲ្យយើងលួងគាត់អីចឹងណាដល់ពេលគាត់ល្អថាគាត់ឈឺគាត់ហត់គាត់អីចឹងទៅដល់ពេលប្រពន្ធឆ្លើយទៅវិញចេះហត់អីតែឯងលក្ខណៈអញ្ចឹងណាអញ្ចឹងចង់និយាយថាម្ដងពីរដងបីដងអស់ហើយលីងហ្មងគឺបិទប្តីឈប់ឲ្យអាបញ្ចេញភាពផ្អែមល្ហែមឈប់ឲ្យ communicate បែប sweet ប្តីប្រពន្ធដំបូងហ្នឹងអស់ហើយលីងហ្មងគឺដោយសារថាអាចចម្លើយរបស់យើងត្រឡប់ទៅវិញហ្នឹងណាគឺដដែលចាប់ជើងបោកទាំងផ្ទាំងហ្មងមួយទៀតដែលខ្ញុំគិតថាពេលខ្លះយើងមើលរំលងណាធម្មតាជីវភាពរស់នៅប្រចាំថ្ងៃទំនាក់ទំនងទូទៅក្នុងសង្គមណាខ្ញុំគិតថាពួកយើងទាំងអស់គ្នាគឺចេះឲ្យយល់ច្រើនរបៀបដែលយើងប្រស្រ័យតាក់ទងគ្នានៅក្នុងសង្គមការគោរពសិទ្ធិគ្នាទៅវិញទៅមកការនិយាយស្ដីអីចឹងមិនថាអត្តចរិតរបស់យើងភាសាកាយវិការរបស់យើងឬក៏សម្ដីសម្ដៅរបស់យើងនៅខាងក្រៅជាមួយមនុស្សទូទៅគឺពោពេញទៅដោយការគួរសមគោរពគេយល់ចិត្តគេប៉ុន្តែដល់ពេលពីអ្នកប្តីប្រពន្ធពីអ្នកប្តីប្រពន្ធនៅក្នុងបន្ទប់វិញគឺយើងសម្ដីផ្សេងហ្មងចាការគោរពមួយប្តីក៏អត់មានដែរកន្លែងហ្នឹងដែលពេលខ្លះយើងចេះតែភ្លេចគិតណាយើងពេលខ្លះយើងចេះគិតថាប្តីប្រពន្ធយើងហើយប៉ុន្តែបងប្អូនទាំងអស់គ្នាទាំងយើងទាំងគេក្នុងនាមជាប្រពន្ធក៏យើងត្រូវការអាសម្ដីខាងក្រៅមិនខាងក្នុងអញ្ចឹងដែរមិនមែនខាងក្រៅនៅមុខគេមុខឯងអូយធ្វើដូចស្រឡាញ់ប្រពន្ធធ្វើដូចស្រឡាញ់ប្តីណាអញ្ចឹងឡើងផ្អែមឡើងគោរពហើយដល់ពេលចូលដល់ក្នុងបន្ទប់ភ្លាមផាំងហ្មងនេះខ្ញុំនិយាយចេញពីបទពិសោធន៍ហ្មងប្រពន្ធខ្លះពេលដំបូងគឺផ្អែមពេលដំបូងគឺផ្អែមកៅភ្នែកសម្លឹងប្តីគឺសម្លឹងពុពេញទៅដោយក្តីស្រឡាញ់ដល់ពេលតែបានគ្នាមួយរយៈនិយាយពីសម្លឹងប្តីលក្ខណៈថាស្លាក់ចង់ជ្រុះទាំងក្របភ្នែកដូចគេតែនិយាយអញ្ចឹងណាសម្លឹងឡើងគ្នាញ័រទៅត្រើតហ្មងប្តីខ្លះគឺគាត់គ្រាន់តែឃើញខ្សែភ្នែកប្រពន្ធណាចាចង់និយាយថាកំពុងតែធ្វើអីអញ្ចឹងគឺទម្លាក់អស់ហើយដូចអ្នកទាំងអស់នេះដែលឃើញកូនដែលខ្លាចឪពុកម្ដាយខ្លាំងណាគាត់ឪពុកម្ដាយក៏ហឹមព្រោះហ្នឹងខ្ញុំក៏ដូចគ្នាដែរអញ្ចឹងគ្រាន់តែក៏ហឹមគ្រាន់តែសន្លក់គ្រាន់តែសន្លឹងគ្រាន់តែក៏ហែមបន្តិចហ្នឹងគឺយើងនឹងឡើងរឹងអស់ហើយចាមានលក្ខណៈប្រពន្ធកៅភ្នែកបែបហ្នឹងដាក់ប្តីអញ្ចឹងធានាថាប្តីចង់ខ្ជូតចង់ sweet អីដាក់យើងដូចពីមុនអីក៏អាចទៅរួចហ្មងចាព្រោះយើងប្រែកាយប្រពន្ធខ្លះគឺចូលចិត្តសម្រាប់ចិត្តជំនួសប្តីក្នុងទីសាធារណៈចាគាត់ចូលចិត្តអាកាត់ឆ្លើយជួសសម្រាប់ចិត្តជួសអីអញ្ចឹងលក្ខណៈបង្ហាញថាគាត់គ្រប់គ្រងប្តីអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាអាកន្លែងហ្នឹងដែលធ្វើឲ្យប្តីអន់ចង់មួយទៀតដែរគឺនៅទីសាធារណៈគាត់ចូលចិត្តនិយាយចំណុចខ្សោយរបស់ប្តីទីសាធារណៈខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាឲ្យទៅនៅក្រៅរង្វង់ផ្ទះយើងសូម្បីតែនៅក្នុងផ្ទះក៏ដោយដែរបងប្អូនបើសិនជាប្តីនៅផ្ទះខាងគ្រួសារប្រពន្ធណាក៏យើងចាត់ទុកថានៅក្នុងគ្រួសាររួមយើងពេលខ្លះចាយើងអត់ឲ្យតម្លៃគាត់ណាចាយើងយកចិត្តយកចំណុចខ្សោយរបស់គាត់មកនិយាយទោះបីជានិយាយយើងចង់ឲ្យគាត់កែប៉ុន្តែយើងយកមកនិយាយក្នុងចំណោមគេ
ចាខ្ញុំអត់រំលឹករហូតដល់ទៅពេលខ្លះចាយកចំណុចខ្សោយទាំងអស់របស់ប្តីឬក៏កំហុសដែលគាត់ធ្លាប់ធ្វើខុសណាមកនិយាយក្នុងទីសាធារណៈកន្លែងហ្នឹងណាបងប្អូនទាំងអស់គ្នាបើជាយើងមានអារម្មណ៍មិនចឹងមកថាពេលខ្លះយើងអត់បានដាក់អារម្មណ៍ខ្លួនឯងទៅក្នុងទីតាំងរបស់ប្តីចាយើងចេះគិតថាមិនអីគាត់ដោយសារតែគាត់អ្នកធ្វើខុសវាសមចាប៉ុន្តែបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងខ្ញុំជឿថាយើងអាចយល់បានហើយនៅពេលដែលយើងជាភាគីដែលធ្វើខុសវិញយើងអត់ចង់ឲ្យគេយកអាចំណុចហ្នឹងមកនិយាយដដែលហើយដដែលទៀតនៅក្នុងផ្ទះក៏និយាយមុខឪពុកម្ដាយក៏និយាយមុខមិត្តភ័ក្តិក៏និយាយទៅជានិយាយធ្វើជារឿងលេងសើចពូនខ្លះចូលចិត្តគំរាមប្តីចាចូលចិត្តគំរាមប្តីឬក៏លក្ខណៈថាធ្វើជាទុនជ្រាយទុនខ្សោយកំសត់ដើម្បីទាមទារចំណាប់អារម្មណ៍ពីប្តីណាខ្ញុំគិតថាបើសិនជាវាជាការពិតគឺប្តីប្រកាសជាបារម្ភប្រកាសជាមើលថែយើងប្រកាសជារត់មករកយើងហើយប៉ុន្តែបើសិនជាវាជាការធ្វើពុតចាការធ្វើពុតព្រោះវាមានមែនធ្វើពុតខ្ញុំប្រាប់ធ្វើពុតអត់អាចកុហកគេបានច្រើនដងយ៉ាងច្រើនបាន2 ដងយើងប្រកែខ្លាំងហើយតែចូលដងទី3ហើយគឺគេដឹងហើយអញ្ចឹងអាកន្លែងហ្នឹងវាធ្វើឲ្យប្តីអស់អារម្មណ៍ហេតុអីបានយើងចាំបាច់ត្រូវធ្វើ style ហ្នឹងដើម្បីទាមទារចំណាប់អារម្មណ៍ពីប្តីហេតុអីកន្លែងមួយទៀតដែលខ្ញុំគិតថាគាត់ឈប់ធ្វើអ្វីៗទាំងអស់មុនរៀបការឬក៏រៀបការដំបូងដាក់យើងហ្នឹងគឺដោយសារតែយើងចូលចិត្តប្រៀបធៀបគាត់ពេកចាកន្លែងចំណុចប្រៀបធៀបហ្នឹងខ្ញុំគិតថាគឺវាមិនអាចទៅរួចគ្រប់ទំនាក់ទំនងមិនថាប្តីប្រពន្ធបងប្អូនសាច់ញាតិក្រុមការងារអីទេឲ្យតែថាមានការប្រៀបធៀបចូលមកគឺនឹងមានការបំបាក់នឹងធ្វើឲ្យភាគីម្ខាងទៀតបាក់ទឹកចិត្តហ្មងបើសិនជាគាត់អត់ចេះការពារខ្លួនអញ្ចឹងប្តីប្រពន្ធដូចគ្នាដែរហើយបើសិនជាប្តីនឹងរៀងតែចិត្តដែរចាអញ្ចឹងយើងប្រៀបធៀបប្តីគេប្តីយើងចុះឡើងប្រុសនេះប្រុសនោះចុះឡើងគឺអស់អារម្មណ៍ហ្មងចាគឺធ្វើឲ្យគាត់អស់អារម្មណ៍ហ្មងហើយមួយទៀតដែរគឺកន្លែងហ្នឹងគឺវាប៉ះពាល់ទៅដល់រហូតដល់ប្តីខ្លះលេងចង់និយាយចាលេងចង់និយាយស្ដីមួយប្រពន្ធណាដោយសារអីគ្រប់ពេលដែលគាត់និយាយគឺយើងអត់មានព្យាយាមស្ដាប់ដើម្បីយល់ពីគាត់ទេគឺយើងព្យាយាមបកចាវាយបករិះគន់ចារិះគន់គាត់វិញឧទាហរណ៍គាត់រៀបរាប់ពីទុក្ខលំបាករបស់គាត់អញ្ចឹងយើងអត់មានព្យាយាមយល់ថាហេតុអីក៏គាត់ជួបរឿងហ្នឹងតើយើងអាចជួយកន្លែងណាគាត់បានអត់ទេពេលដែលគាត់ព្យាយាមនិយាយទាំងអស់ហ្នឹងមកយើងលើកឡើងមើលថាធ្វើការយូរឆ្នាំហើយមិនអត់ចេះអីសោះអញ្ចឹងចាឬក៏ប៉ុណ្្នឹងដែរមិនក៏អត់ដឹងថាត្រូវធ្វើអីអញ្ចឹងសម្ដីរបស់យើងនិយាយចេញមកគឺដូចខ្ញុំនិយាយពីចំណុចពីដំបូងអញ្ចឹងណាចាមិនត្រឹមតែមិនបានយល់ពីគាត់ទេមិនមែនជាអ្វីដែលគាត់ចង់ឲ្យយើងឆ្លើយតបទេហើយយើងឆ្លើយចេញទៅវាមិនមែនត្រឹមតែថាមិនចង់ឆ្លើយទេវាថែមទាំងវាយបំបាក់គាត់ថែមទៀតប្រពន្ធខ្លះមកប្រភេទទៀតគឺឲ្យតែពេលប្តីនិយាយអីក៏ដោយដែរគឺគាត់ឌឺគាត់លក្ខណៈថាធ្វើមុខធ្វើមាត់វាយភ្នែកវាយមាត់អីចឹងដាក់ហើយឬមើលគាត់ល្អូញោះត្រឡប់ទៅវិញណាអាហ្នឹងគឺបង្ហាញអំពីការមើងងាយមិនឲ្យតម្លៃគ្នាខ្លាំងតែម្ដងខ្ញុំគិតថាពេលខ្លះបើវាជាការលេងសើចម្ញាក់ធម្មតាទេអាហ្នឹងអត់អីទេវាមានទម្ងន់អីទេប្តីក៏គាត់អាច feel ដឹងដែរប៉ុន្តែបើសិនជាវាជាការឌឺដងមែនទេហ្នឹងវាមិនដែរវាអីគាត់ខំប្រឹងនិយាយមកយើងលក្ខណៈឆ្លើយបកល្អូទៅវិញអញ្ចឹងណាចាហ្នឹងគឺខ្ញុំគិតថាហ្នឹងហើយវាធ្វើឲ្យកាត់បន្ថយហើយប្តីខ្លះគឺគាត់លេងចង់ហ្មងគាត់លេងចង់ធ្វើអីអាស្វីតផ្អែមឲ្យយើងទៀតហ្នឹងហ្មងមួយទៀតដែលខ្ញុំតែងតែនិយាយប្តីជាក្បាលប្រពន្ធជាកចាប្តីគឺទោះបីមិនក៏ដោយព្រះបង្កើតមកប្តីគឺជាមេគ្រួសារអញ្ចឹងសាច់រឿងក្នុងគ្រួសារពេលខ្លះយើងថាប្តីមិនបាច់ចាំលោកដៃទេរឿងក្នុងគ្រួសារគាត់ធ្វើតែការងារក្រៅផ្ទះទៅប៉ុន្តែបើសិនជាបងប្អូនស្ត្រីទាំងឡាយយល់ខ្ញុំក៏និយាយទៅកាន់ខ្លួនឯងដូចគ្នាកន្លែងហ្នឹងយើងទុកឲ្យប្តីជាអ្នកសម្រេចចិត្តថ្មីត្បិតតែពេលខ្លះប្តីមួយចំនួនគឺគាត់យល់ហ្មងគាត់យល់ខ្លាំងណាស់ប៉ុន្តែគ្រាន់តែយើងបង្ហាញអំពីការគោរពបន្តិចគាត់ថាអត់អីអូនឯងសម្រេចទៅចាហ្នឹងមួយម៉ាត់ហ្នឹងប៉ុន្តែគឺគាត់សម្រាប់គាត់ក្នុងនាមជាប្តីគាត់ទៅជាចិត្តឲ្យល្អហ្មងគាត់មានមោទនភាពថាប្រពន្ធគាត់គឺស្រឡាញ់គាត់ផ្ដល់សិទ្ធិអំណាចឲ្យគាត់គោរពគាត់ក្នុងនាមជាមេគ្រួសារចាអញ្ចឹងជាប្រពន្ធទាំងឡាយអាចពិចារណាឡើងវិញណាពេលខ្លះកុំចេះតែ complain លោលទាំរោរឿងថាហេតុអីបានប្តីខុសពីមុនចាវាមានទៅមានមកបងប្អូន